របស់ទាំងប្រមាណមុខខាងក្រោមនេះបងប្អូនអរគ្នាកុំញ៉ាំញឹកញាប់ពេកព្រោះវាបំផ្លាញទៅលើសុខភាពតម្រងនោមបងប្អូននឹងខ្លាំងមែនតើហើយបងប្អូនចង់ដឹងថាតើអាហារឬក៏របស់ទាំងប្រមាណមុខនឹងមានអីខ្លះចូលស្ដាប់คลิปវីដេអូមួយនឹងរហូតដល់ចប់ទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងរបស់ទី1គឺពាក់ព័ន្ធជាមួយនឹងមីកំប៉ុងឬក៏មីកញ្ចប់បងប្អូនអរគ្នាដឹងហើយនៅក្នុងមីគឺវាមានជាតិអំបិលឬក៏ជាតិសូដ្យូមខ្ពស់មែនតើវាមានប្រភេទខ្លាញ់កែច្នៃដែលបងប្អូនញ៉ាំចូលទៅគឺវាបំផ្លាញទៅលើមុខងារតម្រងនោមបងប្អូននឹងខ្លាំងរបស់ទី2គឺពាក់ព័ន្ធជាមួយនឹងភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមដែលមានរសជាតិផ្អែមខ្លាំងមែនតើបងប្អូនសង្កេតឃើញនៅពេលបច្ចុប្បន្ននេះភេសជ្ជៈគ្រឿងកំប៉ុងមួយចំនួនគឺបងប្អូនញ៉ាំចូលទៅគឺមានជាតិស្ករខ្ពស់មែនតើបងប្អូនមើលនៅលើកំប៉ុងឬក៏មើលនៅលើសំបកគឺគេមានដាក់ចំនួនក្រាមពាក់ព័ន្ធជាមួយនឹងស្ករហើយពេលណាដែលបងប្អូនញ៉ាំចូលច្រើនក៏វាមិនល្អសម្រាប់សុខភាពតម្រងនោមដូចគ្នាហើយវាប៉ះពាល់ទៅលើសុខភាពច្រើនមែនតើជាពិសេសអាចបង្កឲ្យបងប្អូនមានបញ្ហាប៉ះពាល់ជាមួយនឹងការឡើងជាតិស្ករជាដើមរបស់ទី3គឺពាក់ព័ន្ធជាមួយនឹងសាច់កែច្នៃបងប្អូនអរគ្នាសាច់កែច្នៃនៅពេលបច្ចុប្បន្ននេះសម្បូរខ្លាំងមែនតើនៅលើទីផ្សារមានដូចជាពពុះប្រហិតហតដកអីជាដើមដែលស្រទាប់យុវវ័យនាពេលបច្ចុប្បន្ននេះចូលចិត្តញ៉ាំមែនតើឃើញញ៉ាំញឹកញាប់ដែលជាអាហារមួយដែលបង្កឲ្យបងប្អូនមានបញ្ហាសុខភាពច្រើនមែនតើដែលរូបសម្បត្តិបានចែកនៅក្នុងវីដេអូនេះមិនមែនហាមមិនឲ្យបងប្អូនញ៉ាំទេប៉ុន្តែបងប្អូនកុំញ៉ាំច្រើនដងឬក៏ញឹកញាប់ពេកព្រោះអាហារទាំងអស់ហ្នឹងវាមិនសូវល្អសម្រាប់សុខភាពបងប្អូនប្រហែលនោះទេ